สุดท้ายของนี้ថ្ងៃនេះខ្ញុំនឹងនាំអ្នកគ្នាធ្វើដំណើរទៅកាន់ទីក្រុង New Delhi explore ទីក្រុង New Delhi បន្តិចថាតើទីក្រុងនេះមានលក្ខណៈបែបណាដែរហើយការធ្វើដំណើរនេះគឺធ្វើដំណើរដោយឡាន Uber តើមានបងប្អូនសាច់ស្រីច្បងគាត់ជូនតាមណែកំសាន្តអញ្ចឹងណាហើយក៏ដំបូងថាអត់មាន plan ទេហើយបងក៏បបួលថាតោះយើងទៅសាកកាហ្វេជួបគ្នាម្ដងព្រោះថាកុំរកបានជួបគ្នាណាអញ្ចឹងក៏ខ្ញុំគាត់ថាអូខេបងយើងសម្រេចចិត្តទៅទាំងអស់គ្នាអញ្ចឹងណាទីបំផុតពួកយើងក៏បានមកដល់កន្លែងហាងកាហ្វេតែហាងកាហ្វេនេះគឺមើលទៅគឺគួរឲ្យតាក់ទងមែនតើគេមាន decoration អីផ្សេងដើម្បីនេះណាមើលទៅវាយើងអាចថតរូបទុកឲ្យបានជាច្រើនទៀតហើយក៏ចាប់ផ្ដើមមើល menu ដើម្បីកំងហើយខ្ញុំមិនដែរញ៉ាំទេគឺ India អញ្ចឹងបងគាត់ណែនាំឲ្យញ៉ាំបែបម៉េចយើងតាមគាត់តែម្ដងអញ្ចឹងបងចន្ទោក៏គាត់បានទៅកំងកាហ្វេហ្នឹងមានឃើញក្នុងមានលក់នំអីជាច្រើនទៀតយ៉ាងបើយើងញ៉ាំកាហ្វេបានយើងមាននំអីផ្សេងតម្លៃយើងគួរសមដែរអញ្ចឹងណាតពីកំងហើយឥឡូវនេះកាហ្វេក៏បានមកដល់ហើយកាហ្វេគេនេះគឺកែវនៅនេះនេះកាហ្វេគេដាក់កែវបែបហ្នឹងវាសាមញ្ញមែនតើហើយតែតម្លៃអត់សាមញ្ញណាតម្លៃថ្លៃគួរសមដែរហើយអានេះគឺជាកាហ្វេគេប៉ុន្តែដូចតែបន្តិចអត់យល់ដែរហើយបន្តមកទៀតខ្ញុំក៏បានជជែកលេងជាមួយនឹងបងប្រាប់បដូរយោបល់គ្នាពិសេសចែករំលែកទៅមួយការរស់នៅប្រទេសឥណ្ឌាថាការរស់នៅបែបម៉េចហើយរួមទាំងអ្វីផ្សេងដូចជាការដាក់ពាក្យ apply ជាដើមអញ្ចឹងពិតជាគួរឲ្យចាប់អារម្មណ៍មែនតើបន្ទាប់ពីញ៉ាំកាហ្វេហើយក៏ចាប់ដើម explore ក្នុងទីក្រុងនៅ New Delhi បន្តិចហើយគឺថានៅក្នុងសួនរបស់គេទេសភាពនៅហ្នឹងគឺស្អាតហើយអ្នកនេះដឹងថានៅ New Delhi ទីក្រុងមែនប៉ុន្តែដើមឈើសម្បូរមែនតើគឺដើមឈើដូចនៅប្រទេសមួយចំនួនអញ្ចឹងលក្ខណៈដូចអាម៉ាស៊ូនណាស្អាតមែនតើហើយវាក៏ជាបទពិសោធន៍ថ្មីមួយដែរដែលបងបាននាំខ្ញុំមកសាកនៅម្ហូបបែបគេហៅថាឥណ្ឌាខាងត្បូងដែលមានឈ្មោះថាដូសាតែពិតដូសាបើយើងនៅរដ្ឋផ្សេងជាខាងកាណាតាកាឬក៏កេឡាអីប្រហែលស្គាល់អញ្ចឹងណាម្ហូបហ្នឹងគឺប្លែកមែនតើហើយប៉ុន្តែការចូលទៅញ៉ាំហ្នឹងគឺយើងត្រូវឲ្យតម្រង់ជួរនេះតម្រង់ជួរយ៉ាងវែងដែរហ្នឹងហើយកាសែតក្តៅប៉ុន្តែគេមានទឹកបាញ់ពីលើមកជួយចំហាយទឹកអញ្ចឹងយើងអត់អីទេរងចាំអូខេឥឡូវយើងកុំចាំបងជួបាទមួយបងផ្សេងHello អូខេទីយើងចូលទៅក្នុងឯងសើមក៏បើដែរហ្នឹងណាបងជួនិយាយទៅនេះទៅបងជួមុននឹងចូលទៅញ៉ាំហូបពិសេសដែលណែនាំដោយលោកបងចិនតូនេះយើងទៅសាកញ៉ាំBeni dosa បាទតែម្ហូបប្រចាំ South India ថារសជាតិវាយ៉ាងណាចាំមើលនេះណែនាំដោយបងបាទបងញ៉ាំតោគាត់ណែនាំម្ហូបបែបនេះឥឡូវចាំមើលឆ្ងាញ់ឬទេហើយសំខាន់តែហ្នឹងក្តៅតើអត់ក្តៅហើយរងចាំហ្នឹងអាច40នាទីទៅ1ម៉ោងអញ្ចឹងប៉ុន្តែគេមានទឹកបាញ់ឲ្យយើងនេះទឹកបាញ់ឲ្យយើងចុះខ្លាញ់កន្លែងចង់សើមសក់ដែរហ្នឹងនេះហើយបងចេញចឹងយើងរងចាំជីរ៉ូនឹងដូចជាយូរដែរទៅទៅចាំយ៉ាងយូរហើយជា15នាទីទៅកន្លះម៉ោងណាហើយទីបំផុតពួកយើងក៏បានចូលទៅក្នុងនោះត
តែសម្រាប់បរិយាកាសខាងក្នុងវិញគឺមានអារម្មណ៍ថាដូចជាអ៊ូមែនតើទោះបីជារងចាំតម្រង់ជួអស់រយៈពេលយូរបន្តិចតែពេលចូលខាងក្នុងគឺកាសធាតុបរិយាកាសគឺល្អមែនតើគេមាន screen មួយដែលឲ្យយើងសម្រាប់កំង order ណាពេលដល់ order ទៅគឺគេលោតទៅកាន់នៅខាងចុងភៅគេធ្វើអញ្ចឹងទៅអញ្ចឹងយើងចាំបន្តទៀតហើយទីបំផុតម្ហូបក៏បានមកដល់នេះគឺជាគេហៅថាដូសាទៅមើលទៅមិនដែរគួរចាប់អារម្មណ៍ទេដូចនំនៅខ្មែរថានំនេះហ្នឹងនំប្រភេទប្រទេសណាហើយយើងញ៉ាំវាជាមួយនឹងសោសខៀវបៃតងនោះយើងវាមើលទៅរៀងមិនគួរឲ្យចង់ញ៉ាំប៉ុន្តែវាជារបស់វាប្លែកប្លែកមែនតើបើប្រៀបធៀបមួយម្ហូបនៅប្រទេសយើងណាចង់និយាយថាដូចជាតិវា unique ប្លែកមែនតើខ្ញុំធ្លាប់ញ៉ាំទៅ3គីឡូដែរតែរសជាតិតែនេះរៀងប្លែកទេអាចបើមកដល់ឥណ្ឌាអាចសាក់បាននៅ New Delhi រសជាតិអែមស្រេមហើយជាចុងក្រោយគឺថាគ្មានសល់ទេបាទដោយសារវារសជាតិរៀងឆ្ងាញ់អញ្ចឹងគឺហើយឲ្យអស់តែម្ដងហើយនេះគឺជាកន្លែងលក់សៀវភៅមួយកន្លែងនៅក្នុងទីក្រុង New Delhi វាមិនធំទេប៉ុន្តែវាអាចថាគួរសមដែរ6ជាន់ហើយសៀវភៅហ្នឹងគឺសម្បូរបែបមានតាំងពីសៀវភៅបែបអក្សរសាស្ត្រនិងរឿងព្រេងផ្សេងគឺសម្បូរមែនតើហើយមានជួយចិត្តបរទេសក្នុងជាតិឥណ្ឌាច្រើនដែលគាត់អានសៀវភៅនៅទីនោះហើយខ្ញុំក៏បានចូលទៅមើលក្នុងនោះបន្តិចដែរជាមួយបងតែចង់ថាសៀវភៅគេបែបណាអញ្ចឹងណាហើយពិតជាប្លែកមែនតើហើយនេះគឺជាផ្នែកមួយចំនួនទីក្រុង New Delhi តែប៉ុណ្ណោះមានវីដេអូជាច្រើនទៀតតែយើងនឹងមើលថាតើទីក្រុង New Delhi ហ្នឹងវាយ៉ាងម៉េចដែរហើយអស្ចារ្យយ៉ាងណានៅប្រទេសជាមួយរដ្ឋផ្សេងណាតែធម្មតាទៅជាទីក្រុងដែលជា capital ធម្មតាវាអស្ចារ្យអញ្ចឹងហើយបាទសម្រាប់វីដេអូនេះមានតែប៉ុណ្្នឹងទេអញ្ចឹងជួបគ្នានៅវីដេអូក្រោយបន្តទៀតបាយបាយ